សួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអរគ្នាអំពីរបៀបប្រើ Chat GPT ដើម្បីបង្កើតនៅ YouTube Thumbnail បាទអញ្ចឹង Chat GPT បងប្អូនអាចប្រើបង្កើតអ្វីក៏បានដែរតែបងប្អូនចង់បង្កើតវាឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការបង្កើត YouTube Thumbnail ដោយប្រើ Chat GPT បាទឥឡូវយើងចូលទៅក្នុងកម្មវិធី Chat GPT មកបងប្អូនមាន Chat GPT បងប្អូនចូលទៅបាទបន្ទាប់មកខ្ញុំចង់បង្កើត YouTube Thumbnail ខ្ញុំសរសេរថាបង្កើតយើងសេខ្មែរខ្លះអង់គ្លេសខ្លះទៅដើម្បីឲ្យពេលខ្លះយើងសេខ្មែរខ្លាចអត់ត្រូវពាក្យចែកទេសគេបាទបង្កើត YouTube Thumbnail ចម្រៀងយើងដាក់ថា romantic song ចឹងទៅ romantic song អាហ្នឹងមានន័យថាបទមនោសញ្ចេតនាបងប្អូនបាទ romantic song title សំខាន់ title ហ្នឹងមានន័យថាចំណងជើងយើងអាចដាក់ថាឧទាហរណ៍ថានឹកគ្រប់វេលាអាហ្នឹងខ្ញុំឧទាហរណ៍ទេបងប្អូនអាចឧទាហរណ៍បទផ្សេងក៏បានដែរតែអាហ្នឹងខ្ញុំមិនទាន់តែបង្ហាញបងប្អូនជាវីដេអូទេបាទបង្កើត YouTube Thumbnail romantic song title នឹកគ្រប់វេលាយើងអាចថាបង្កើត YouTube Thumbnail បទមនោសញ្ចេតនាឬក៏បទសងនិមងហ្នឹងចំណងជើងគឺនឹកគ្រប់វេលាបន្ទាប់មកយើងចុចសញ្ញាព្រួយនេះតែម្ដងបាទអញ្ចឹងបងប្អូនរងចាំវាបន្តិចទៅដោយសារថា Chat GPT វាត្រូវការពេលវេលាដើម្បីបង្កើតនៅthumbnail ឲ្យយើងបាទអញ្ចឹងបងប្អូនចាំតិចទៅបាទបើសិនជាបងប្អូនបង្កើតបទរ៉ូម៉ាន់ទិកយើងដាក់រ៉ូម៉ាន់ទិកទៅបើសិនជាបងប្អូនបង្កើតបទរំពងយើងដាក់រំពងទៅបើសិនជាបងប្អូនចង់យករូបភាពយើងមកបង្កើតបងប្អូនអាច add រូបភាពយើងចូលមកបានបាទខ្ញុំនឹងបង្ហាញបងប្អូនគ្រប់ចំណុចដែលខ្ញុំអាចធ្វើបានបាទអញ្ចឹងឥឡូវវាបង្កើតរួចហើយនេះបងប្អូនឃើញទេChat GPT គឺបង្កើតសម្រាប់យើងតែម្ដងនឹកគ្រប់វេលាគឺ thumbnail បងប្អូនអាចយក thumbnail ហ្នឹងទៅដាក់នៅក្នុង YouTube បានឬក៏យកទៅធ្វើជាបទចម្រៀង MP3 បានបាទមួយទៀតលើចង់បង្កើតបទរវងឥឡូវខ្ញុំ copy ដដែលហ្នឹងខ្ញុំជិលសរសេរច្រើនបងប្អូនបាទចង់ដាក់រំវងអត់ពិបាកទេបងប្អូនតើដូរកន្លែងរ៉ូម៉ាន់ទិកសងនេះមករ៉ូម៉ាន់ទិកសងនេះយើងដាក់ឥឡូវយើងសរសេរអង់គ្លេសបាក់យើងដាក់ខ្មែរតែមកទៅរំវងសេរំវងទៅឲ្យដក clear បន្តិចមកហើយបន្ទាប់មកយើងចុចសញ្ញាព្រួយទៀតមើលតើប័ណ្ណរំពងហ្នឹងគឺ Chat GPT គេបង្កើតឲ្យយើង background វា thumbnail វាដូចមិនបងប្អូនចាំមើលតើ thumbnail គេស្អាតអត់គេបង្កើតឲ្យយើងហ្នឹងបាទចឹងបងប្អូនចាំបន្តិចមកងាយស្រួលទេបងប្អូនដូចខ្ញុំនិយាយពីដើមអញ្ចឹងបងប្អូនប័ណ្ណមនោចេតនាបងប្អូនឲ្យគេបង្កើតប័ណ្ណមនោចេតនាមកហើយរំពងបងប្អូនតនដោដាក់រំពងមកហើយកន្ទ្រឹមអីបងប្អូនតនដោដាក់កន្ទ្រឹមមករំពងរំក្បាច់សារវ៉ាន់ហ្នឹងបងប្អូនតនដោបន្តិចបន្តិចចឹងបងប្អូនអញ្ចឹង Chat GPT គេនឹងបង្កើតតាមអ្វីដែលបងប្អូនស្នើសុំហ្នឹងហើយស្នើសុំឲ្យបង្កើតបាទអញ្ចឹងបងប្អូនចាំបន្តិចមកបងប្អូនវាកំពុងតែបង្កើតតែវាត្រូវការរយៈពេលដើម្បី design ដែរដូចតែយើងដែរអញ្ចឹងណាបងប្អូនបាទវីដេអូនេះគឺសម្រាប់បងប្អូនដែលគាត់ទើបតែចាប់ផ្ដើមឬក៏មិនទាន់ស្ទាត់ជំនាញក្នុងការបង្កើត YouTube Thumbnail តាមរយៈ Chat GPT បាទនេះបងប្អូនណាគឺគេ design ឲ្យយើងហើយនៅគ្រប់វេលារំវងគេមាននិយាយវាមាន style គេមកស្អាតតែម្ដងបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនចង់ដាក់រូបខ្លួនឯងឧទាហរណ៍ខ្ញុំ copy កន្លែង romantic នេះដែរ
យើងចង់ដាក់រូបខ្លួនឯងបងប្អូនចូលទៅ add រូបខ្លួនឯងមួយមកឧទាហរណ៍ខ្ញុំចង់ add រូបនេះ add រូបនេះមកហើយខ្ញុំនឹងផាសក៏បានបងប្អូនសរសេរក៏បានខ្ញុំផាសកន្លែងខ្ញុំដាក់បង្កើត YouTube thumbnail រមបន្តិចសងអញ្ចឹងដោយសារខ្ញុំខ្ជិលសរសេរម្ដងទៀតបាទបងប្អូនចង់សរសេរដាក់អីផ្សេងមកអាហ្នឹងមានន័យថាឲ្យ ChatGPT បង្កើត thumbnail ដោយប្រើរូបរបស់យើងបាទអញ្ចឹងយើងចុចព្រួយមកអញ្ចឹងបងប្អូនចាំបន្តិចមកបាទអានេះយើងប្រើរូបខ្លួនយើងដើម្បីបង្កើតនៅ YouTube thumbnail បាទចាំមើល ChatGPT គេបង្កើតឲ្យយើងមិនស្អាតប៉ុណ្ណាទៅអញ្ចឹងបងប្អូនចាំបន្តិចមកឥឡូវវាកំពុងតែដើរហើយបាទវាកំពុងតែ design ឲ្យយើងឥឡូវគេដាក់ថា create image បាទអញ្ចឹងខ្ញុំភ្លេចអាកន្លែងនេះខ្ញុំភ្លេចដាក់បន្តិចខ្ញុំភ្លេចដាក់ថាបង្កើត YouTube thumbnail រមបន្តិចសង title នឹកគ្រប់វេលា with this image ភ្លេចដាក់ថា with the image មានជាមួយរូបហ្នឹងណាតែយើងភ្លេចដាក់ជាមួយរូបហ្នឹងដែលជាមួយវាចេញរូបហ្នឹងអត់បាទដល់ចិត្តហើយបងប្អូនចាំបន្តិចខ្ញុំ add រូបនេះមកខ្ញុំអត់ភ្លេចដាក់អាកន្លែងថាជាមួយនឹងរូបនេះឥឡូវចាំមើលវាបង្កើតឲ្យយើងវាចេញជាមួយរូបដែលយើង add ហ្នឹងមកអត់បាទឥឡូវនេះវាចាប់ដើមចេញមកហើយបងប្អូនចាំមើលវានៅតែចេញដដែលបងប្អូនវានៅតែចេញរូបយើងដដែលវា add រូបយើងចូលដដែលទេណាវា design គឺស្អាតតែម្ដងបងប្អូន design ស្អាតមកអេមហេបងប្អូននេះគឺជាវិធីបង្កើត YouTube thumbnail ដោយប្រើ ChatGPT បាទគឺងាយស្រួលបងប្អូនចង់បង្កើតចង់ឲ្យ ChatGPT បង្កើតឲ្យខ្លួនឯងចេះក៏បានចង់ឲ្យ ChatGPT បង្កើតរូបយើងនៅក្នុង thumbnail ហ្នឹងក៏បានបាទអញ្ចឹងនេះគឺជាវីដេអូដែលខ្លីៗសម្រាប់បងប្អូនដែលទើបតែបង្កើត YouTube ហើយបង្កើតចម្រៀងហើយមិនទាន់ចេះធ្វើ thumbnail ដោយប្រើ ChatGPT មកបងប្អូនមិនចាំបាច់កាត់អីលំពិបាកបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ